បាទស្វាគមន៍បងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែលត្រៀមប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ2026ដែលសម័យប្រឡងគឺ10សីហាឆ្នាំ2026អញ្ចឹងនៅសល់តែមួយខែជាងតិចតួចទេសម្រាប់បងប្អូនទាំងអស់គ្នានឹងដល់ថ្ងៃឡើងជ្រុញណាជាងកុំឲ្យខាតពេលយើងចូលទៅកាន់មុខវិជ្ជាប្រវត្តិវិទ្យាទាំងអស់គ្នាមាន5សំណួរហើយជាវិញ្ញាសាដែលធ្លាប់ចេញកន្លងមកណាសំណួរទី1គេសួរថាតើអ្វីទៅជាប្រវត្តិវិទ្យាបាទអញ្ចឹងយើងទៅមើលចម្លើយខ្ញុំដាក់និយមន័យ2ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចយកទៅសរសេរបានបាទទី1ប្រវត្តិវិទ្យាគឺជាការសិក្សាអំពីហេតុការណ៍ព្រឹត្តិការណ៍បទពិសោធន៍អតីតកាលរបស់មនុស្សជាតិដោយពឹងផ្អែកលើកំណត់ត្រានិងសក្ខីកម្មសម្រាប់សហសម័យហើយទី2ប្រវត្តិវិទ្យាគឺជាមុខវិជ្ជាមួយដែលសិក្សាអំពីអតីតកាលនៃមនុស្សជាតិនិងសង្គមមនុស្សដែលប្រវត្តិវិទូជាយាមកសាងឡើងនិងបកស្រាយឡើងវិញដោយពឹងផ្អែកលើកំណត់ត្រាប្រវត្តិសាស្ត្រនិងសក្ខីកម្មសម្រាប់សហសម័យបាទអញ្ចឹងឯកសារនេះគឺខ្ញុំយកមកពីក្រសួងបាទអប់រំឆ្នាំ2017ណាឯកសារក្រសួងអប់រំបាទយើងទៅមើលបន្តទៀតគឺចូលដល់សំណួរទី2សំណួរទី2គេសួរថាតើថ្ងៃរំដោះ7មករាឆ្នាំ1979បានផ្ដល់អត្ថន័យជាប្រវត្តិសាស្ត្រចំពោះកម្ពុជាដូចម្ដេចខ្លះបាទអញ្ចឹងយើងដឹងហើយណាថ្ងៃទី7មករាឆ្នាំ1979គឺជាថ្ងៃអីណាអញ្ចឹងឆ្នាំ79ហ្នឹងគឺជាថ្ងៃរំដោះចេញពីរបបខ្មែរបាទរបបខ្មៅងងឹតបាទរបបប្រល័យពូជសាសន៍ប៉ុលពតហ្នឹងឯងណាអញ្ចឹងគេសួរថាថ្ងៃហ្នឹងអញ្ចឹងបានផ្ដល់អត្ថន័យយ៉ាងម៉េចសម្រាប់ប្រវត្តិសាស្ត្រចំពោះកម្ពុជាបាទយើងទៅមើលចម្លើយទាំងអស់គ្នាថ្ងៃរំដោះបាទ7មករាឆ្នាំ1979បានផ្ដល់អត្ថន័យជាប្រវត្តិសាស្ត្រចំពោះកម្ពុជាដូចជាបាទហើយយើងត្រេមកត្រេទី1ជាថ្ងៃដែលប្រជាជនកម្ពុជារួចផុតពីការសម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍បាទកម្ពុជាប្រជាធិបតេយ្យឬក៏ខ្មែរក្រហមបាទយើងដាក់បានអញ្ចឹងទី2ជាថ្ងៃដួលរលំនៃរបបបាទខ្មែរក្រហមឬក៏កម្ពុជាប្រជាធិបតេយ្យបាទកុំច្រឡំកន្លែងនេះយើងដាក់ខ្មែរក្រហមក៏បានកម្ពុជាប្រជាធិបតេយ្យក៏បានដែរមិនជាបញ្ហាទេត្រេទី3ជាថ្ងៃចាប់បដិសន្ធិនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រេទី4ជាថ្ងៃដែលប្រជាជនកម្ពុជាទទួលបាននូវសិទ្ធិសេរីភាពសិទ្ធិនៃការសម្រេចជោគវាសនារបស់ខ្លួនត្រេទី5ជាការរស់រានឡើងវិញនៅវប្បធម៌ជាតិជំនឿសាសនាប្រពៃណីទំនៀមទម្លាប់សិល្បៈជាដើមបាទត្រេមួយទៀតជាថ្ងៃស្ដារនិងកសាងប្រទេសជាតិឡើងវិញលើគ្រប់វិស័យស្របតាមឆន្ទៈនិងគោលបំណងប្រជាជនកម្ពុជាត្រេមួយទៀតថ្ងៃដែលកម្ពុជាឈានទៅរកឯករាជ្យភាពបាទសន្តិភាពសេរីភាពនិងសុភមង្គលត្រេមួយទៀតបាទជាថ្ងៃស្ដារមុខមាត់ប្រទេសកម្ពុជាឡើងវិញបាទទាំងក្នុងតំបន់និងលើឆាកអន្តរជាតិហើយនឹងចុងក្រោយបាទជាថ្ងៃដែលបណ្ដាលឲ្យមានវត្តមានកងទ័ពវៀតណាមជាថ្មីមកលើទឹកដីកម្ពុជាបាទគេមកជួយផងហើយក៏មានបញ្ហាជាហូរហែអ្នកសិក្សាប្រវត្តិសាស្ត្រគឺដឹងហើយកន្លែងនេះបាទហើយយើងចូលដល់សំណួរទី3បាទសំណួរទី3គេសួរថាហេតុអ្វីបានជាបាទរបបសាធារណរដ្ឋខ្មែរឆ្នាំ1970ដល់1975ដួលរលំបាទដឹកនាំដោយណាគេដែរបាទរបបសាធារណរដ្ឋខ្មែរបាទគឺដឹកនាំដោយសេនាប្រមុខលន់ នល់បាទដែលធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុនឹងឯងអញ្ចឹងយើងទៅមើលចម្លើយទាំងអស់គ្នាបានជារបបសាធារណរដ្ឋខ្មែរបាទឆ្នាំ1970ដល់1975ដួលរលំព្រោះយើងត្រេមកត្រេក៏បានបូកក៏បានដែរដោយសារតែនៅក្នុងនេះគឺយើងមានត្រេតូចនៅក្នុងនេះទៀតអញ្ចឹងយើងបូកក៏បានដែរមិនជាបញ្ហាទេបាទទី1ប្រជាជននៅទីក្រុងភ្នំពេញនិងតំបន់រំដោះនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលពោពេញដោយភាពអាប់អួរបាទទី2ប្រជាជននៅទីក្រុងភ្នំពេញរស់នៅលើដីតូចចង្អៀតហើយដែលរងនៅបាទឥទ្ធិពលផលលំបាកមួយចំនួនណាទី1កង្វះអាហារកង្វះចម្រោកបាត់បង់ការងារទី2តំណែងឡើងថ្លៃអតិផរណាអញ្ចឹងអតិផរណានេះមានន័យថាម៉េចអតិផរណាគឺតំណែងឡើងថ្លៃលុយចុះថោកបាទអាហ្នឹងក្នុងន័យអញ្ចឹងណាហ្នឹងហើយគេហៅថាអតិផរណាទី3អាណាធិបតេយ្យចោរកម្មយុត្តិធម៌ពុករលួយបនលបែងពាលាបាទអញ្ចឹងបង្កជាចលាចលហើយមួយទៀតគឺភាពច្បោកច្បល់បាតកម្មកោតកម្មកុបកម្មពីពេញទីក្រុងបាទអញ្ចឹងអានេះជាអ្វីដែលនៅទីក្រុងគេជួបប្រទះហើយយើងដាក់បូកមួយទៀតឬក៏ត្រេមួយទៀតក៏បានបាទសេចចិត្តយើងប៉ុន្តែខ្ញុំណែនាំឲ្យដាក់បូកមកបាទ
រីរដ្ឋាភិបាលបាទរដ្ឋាភិបាលសំទោសរដ្ឋាភិបាលលោកលន់ណុលគ្រប់គ្រងបានតែទីក្រុងនិងទីប្រជុំជនហើយជនបទស្រែចម្ការបាទគ្រប់គ្រងដោយបកកុម្មុយនីសកម្ពុជាឬក៏ខ្មែរក្រហមអញ្ចឹងយើងដឹងរដ្ឋាភិបាលលន់ណុលគឺគ្រប់គ្រងបានតែទីក្រុងទេទីប្រជុំជនទេហើយស្រែចម្ការគឺអត់អាចគ្រប់គ្រងបានទេដោយសារមានខ្មែរក្រហមនៅគ្រប់គ្រងកាន់កាប់បាទហើយឆ្នាំ75ក៏ខ្មែរក្រហមវាយចូលហ្នឹងឯងយើងទៅមើលហេតុផលជាបន្តសេដ្ឋកិច្ចសម្រាប់សេដ្ឋកិច្ចនៅរបបសាធារណរដ្ឋខ្មែរគឺមិនដំណើរការទេរបបនេះរស់ដោយសារជំនួយបាទការផ្ដល់ជំនួយពីសហរដ្ឋអាមេរិកបាទហើយការដឹកជញ្ជូនស្បៀងសភាវុធរបស់សហរដ្ឋអាមេរិកដើម្បីជួយរដ្ឋាភិបាលលន់ណុលត្រូវខ្មែរក្រហមកាត់ផ្ដាច់ទាំងផ្លូវគោកនិងផ្លូវទឹកអញ្ចឹងតែកាលណាកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនស្បៀងសភាវុធហើយអញ្ចឹងរដ្ឋាភិបាលរបស់លោកលន់ណុលគឺមិនមានអ្វីសម្រាប់បន្តបាទរបបរបស់ខ្លួនទៀតទេបាទអញ្ចឹងពិបាកមែនតើហើយមួយទៀតគឺខ្មែរក្រហមធ្វើការហ៊ុំព័ទ្ធទីក្រុងភ្នំពេញនិងរឹតបន្តឹងការនាំស្បៀងចូលការចរចារវាងតំណាងសាធារណរដ្ឋខ្មែរនិងតំណាងសម្ដេចនរោត្តមសីហនុត្រូវទទួលបរាជ័យហើយនៅថ្ងៃទី1មេសាឆ្នាំ1975លោកលន់ណុលបានភៀសខ្លួនទៅសហរដ្ឋអាមេរិកហើយថ្ងៃទី17មេសាឆ្នាំ1975កងទ័ពខ្មែរក្រហមវាយចូលកាន់កាប់ទីក្រុងភ្នំពេញបានទាំងស្រុងបាទអញ្ចឹងនេះជាថ្ងៃអវសានរបស់របបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយបាទលោកសេនាប្រមុខលន់ណុលនឹងឯងបាទហើយជាបន្តទៀតយើងចូលដល់បាទសំណួរទី4គេសួរថាហេតុអ្វីបានជាគេថាប្រទេសកម្ពុជានាសម័យសង្គមរាស្ត្រនិយមគឺជាកោះសន្តិភាពបាទហ្នឹងគឺយើងត្រូវទៅសេយើងត្រូវមានអំណះអំណាងនៅពេលដែលមានសំណួរនេះកើតឡើងនៅពេលប្រឡងយើងត្រូវមានអំណះអំណាងបើគេនិយាយអញ្ចឹងសម័យកម្ពុជាប្រជាធិបតេយ្យសំទោសកម្ពុជានាសម័យសង្គមរាស្ត្រនិយមគឺជាកោះសន្តិភាពហេតុអីយើងមានអំណះអំណាងគេរីចម្រើនលើវិស័យអីខ្លះបាទឥឡូវយើងចូលទៅមើលចម្លើយបាទខ្ញុំដាក់ចម្លើយខុសបាទអធិស្ឋានដាក់លេខ2តាមពិតជាចម្លើយលេខ4ណាកែផងកន្លែងនេះបាទបានជាគេថាប្រទេសកម្ពុជានាសម័យសង្គមរាស្ត្រនិយមគឺជាកោះសន្តិភាពព្រោះបាទហើយយើងឲ្យនិយមន័យសិនមកបាទអីទៅកោះសន្តិភាពហ្នឹងបាទនិយមន័យកោះសន្តិភាពន័យថាប្រទេសដែលប្រជាជនរស់នៅមានសុខបាទមានភាពសុខសាន្តសម្បូរសប្បាយទាំងផ្លូវកាយនិងផ្លូវចិត្តហើយប្រទេសកម្ពុជានាសម័យនោះបានទៅចម្រើនលើគ្រប់វិស័យបាទគ្រប់វិស័យខ្លះបាទយើងឆ្លើយមកយើងដាក់ណាំមកយើងទៅមើលទាំងអស់គ្នាទី1គឺវិស័យនយោបាយបាទត្រេមួយប្រទេសកម្ពុជាបាទប្រកាន់នយោបាយប្រជាក្រិតមិនចូលបកសម្ព័ន្ធកម្ពុជាមានសុខសន្តិភាពខណៈដែលប្រទេសជិតខាងកំពុងតែកើតសង្គ្រាមទី3បាទកម្ពុជាមានកិត្យានុភាពល្បីសុសសាយនៅក្នុងតំបន់និងពិភពលោកទី4មានប្រទេសក្នុងតំបន់ជាច្រើនកោតសរសើរនិងចង់យកគំរូតាមទី5ប្រទេសមហាអំណាចប្លុកសេរីនិងកុម្មុយនីសមិនហ៊ានប៉ះពាល់នយោបាយប្រជាក្រិតរបស់កម្ពុជានិងទី6កម្ពុជាមានភាពរីកចម្រើននិងអភិវឌ្ឍលើគ្រប់វិស័យបាទយើងចូលដល់វិស័យមួយទៀតគឺវិស័យសង្គមបាទវិស័យសង្គមយើងបូកអញ្ចឹងហើយយើងត្រេដូចគ្នាមកបាទត្រេទី1ប្រជាជនខ្មែររស់នៅមានភាពសុខសាន្តសម្បូរសប្បាយនិងកម្រិតជីវភាពធូរធារបាទមានសុខសន្តិភាពសម្រាប់ភ្នាប់របៀបរៀបរយរស់នៅមានការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀនមន្ទីរពេទ្យវត្តអារាមស្ពានផ្លូវថ្នល់មានការផ្ដល់សេវាសាធារណៈដល់ប្រជាជនមានទឹកមានភ្លើងបង្គន់អនាម័យសង្គមរីកចម្រើនរយៈពេលជាង15ឆ្នាំប្រជាជនសម្បូរការងារនិងទទួលបានប្រាក់បៀវត្សច្រើនសមរម្យមិនសូវមានអំពើពុករលួយមន្ត្រីរាជការទទួលបានប្រាក់ខែច្រើនបាទតាមខ្ញុំចាំបានយាយចាស់គាត់និយាយណាសម័យហ្នឹងសម័យសង្គមគឺតែផ្ទះអ្នកណាមានកូនជាគ្រូបរិញ្ញាបាទគឺគេលើកកូនស្រីឲ្យហ្មងបាទហ្នឹងអញ្ចឹងគឺបានន័យថាសម័យនោះមិនធម្មតាទេដែលបានធ្វើការងារមន្ត្រីរាជការគឺទទួលបានបាទប្រាក់ខែច្រើនបាទយើងចូលដល់វិស័យសេដ្ឋកិច្ចមួយទៀតបាទវិស័យសេដ្ឋកិច្ចត្រូវមកបាទកសាងប្រព័ន្ធធារាសាស្ត្រសម្រាប់វិស័យកសិកម្មទទួលបានទិន្នផលខ្ពស់កសាងផ្លូវគមនាគមន៍ដូចជាផ្លូវថ្នល់ផ្លូវដែកកំពង់ផែនិងអាកាសយានដ្ឋានមានរោងចក្រឧស្សាហកម្មគ្រប់ខេត្តក្រុងមានប្រទេសជាដៃគូពាណិជ្ជកម្មទូលំទូលាយដូចជាបារាំងអង់គ្លេសជប៉ុនអាមេរិកចិនជាដើមហើយអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារបាទអញ្ចឹងទៅគឺធ្វើឲ្យសេដ្ឋកិច្ចកម្ពុជានៅសម័យនោះមានការរីកចម្រើនបាទខ្ពស់យើងចូលដល់សំណួរទី5ដែលជាសំណួរចុងក្រោយនៃវិញ្ញាសានេះនិយាយអំពីវិភាគចំណុច
បាទគេឲ្យយើងវិភាគចំណុចវិជ្ជមាននិងចំណុចអវិជ្ជមាននៃអាណាព្យាបាលបារាំងនៅកម្ពុជាអ្នកទាំងអស់គ្នាគួរតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះមេរៀននេះព្រោះមេរៀននេះចេញសឹងតែរាល់ឆ្នាំបាទមេរៀនសម័យអាណាព្យាបាលបារាំងនេះអញ្ចឹងត្រូវតែផ្ដោតសំខាន់ត្រូវតែដឹងស៊ីជម្រៅអំពីមេរៀននេះបាទឥឡូវយើងទៅមើលសំណួរមួយសិនដែលនិយាយអំពីវិជ្ជមាននិងអវិជ្ជមានយើងមើលទៅលើផលិតផលវិជ្ជមានយើងបូក1ហើយយើងត្រេតាមក្រោមបាទជាប្រភេទនៃការសរសេរចម្លើយគឺយើងសរសេររបៀបអញ្ចឹងណាយើងបូកមួយមកលទ្ធផលវិជ្ជមានហើយយើងមានត្រេទី1ការពារទឹកដីនិងពូជសាសន៍ខ្មែរឲ្យបានគង់វង្សទី2កែតម្រង់សង្គមខ្មែរប្រព័ន្ធច្បាប់តុលាការរដ្ឋបាលពន្ធដារការចុះបញ្ជីដីធ្លីអប់រំសិក្សាធិការឲ្យមានលក្ខណៈប្រសើរជាងមុនទី3សិក្សាស្រាវជ្រាវចងក្រងពីអរិយធម៌ប្រវត្តិសាស្ត្រនិងធ្វើការផ្សព្វផ្សាយទៅលើឆាកអន្តរជាតិនិងជួសជុលការពារប្រាសាទខ្មែរឲ្យបានគង់វង្សតាមរយៈសាលាចុងបូព៌ាប្រទេសទី4សាងសង់ផ្លូវស្ពានសាលារៀនមន្ទីរពេទ្យនិងសមិទ្ធផលផ្សេងទៀតបាទយើងទៅមើលតទៀតបាទវិជ្ជមានអីគេខ្លះបាទទាមទារយកបាទទឹកដីខ្មែរពីសៀមមកឲ្យខ្មែរវិញដូចជាខេត្តស្ទឹងត្រែងនៅឆ្នាំ1993ខេត្តត្រាតខេត្តកោះកុងមលូព្រៃទន្លេលពៅនៅឆ្នាំ1904ខេត្តសៀមរាបបាត់ដំបងសេរីសុភ័ណ្ឌនៅឆ្នាំ1907សូមបញ្ជាក់កន្លែងនេះអ្នកទាំងអស់គ្នាមិនចាំបាច់សរសេរឆ្នាំក៏បានតែបើសិនយើងអត់ចាំខ្លាចខុសយើងមិនបាច់សរសេរក៏បានតែយើងដាក់តែខេត្តទៅបាទបណ្ដៃវាចាំឆ្នាំទៀតរត់ល្អបាទហ្នឹងគឺល្អមែនតើម្ដងណាបាទត្រេមួយទៀតគឺគូសផែនទីដងរែកបាទនៅឆ្នាំ1908ទុកជាប្រយោជន៍សម្រាប់កម្ពុជាហើយលុបបំបត្តិរបបទេសភាពបាទទៅរបបទេសភាពហ្នឹងបាទគឺទេសកលហ្នឹងឯងណាប្រើមនុស្សដោយមិនគិតយប់គិតថ្ងៃទេសម័យមុនណាបាទគឺយកធ្វើជាខ្ញុំក៏ចេះអីអញ្ចឹងទៅអាហ្នឹងគឺរបៀបហ្នឹងហើយនឹងបាទចុងក្រោយមួយទៀតគឺមានការសិក្សាស្រាវជ្រាវនិងចងក្រងប្រវត្តិពីអរិយធម៌ប្រវត្តិសាស្ត្រខ្មែរបាទនេះជាចំណុចវិជ្ជមានរបស់បារាំងឥឡូវយើងទៅមើលចំណុចអវិជ្ជមានរបស់បារាំងម្ដងតើមានអីខ្លះបាទអញ្ចឹងយើងមើលទី1ជំរិតទាបពន្ធដារយ៉ាងធ្ងន់ធ្ងរធ្វើឲ្យប្រជាពលរដ្ឋខ្មែរកាន់តែក្រីក្រនិងធ្វើឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រអ្នកទីក្រុងនិងបាទអ្នកជនបទទី2កែនប្រជាជនឲ្យទៅច្បាំងក្នុងសមរភូមិក្នុងសង្គ្រាមលោកលើកទី1និងលោកលើកទី2ដោយសារតែបារាំងជាប្រទេសដែលប្រយុទ្ធសង្គ្រាមមួយដែរណានៅសម័យនោះទី3ប្រមូលយកកេតនភណ្ឌនិងសម្បត្តិមានតម្លៃយកទៅស្រុកបារាំងបាទប៉ុន្តែយើងឃើញបច្ចុប្បន្នឃើញថាមានការប្រគល់ជូតរដ្ឋាភិបាលជាហូរហែកន្លងមកហើយមួយទៀតគឺកាត់ទឹកដីខ្មែរឲ្យទៅសៀមនិងយួនស្រេចតែចិត្តដូចជាឆ្នាំ1907កាត់ខេត្តត្រាតឲ្យទៅសៀមថ្ងៃទី31មករា1939បារាំងបានដាក់បញ្ចូលកោះត្រល់ចូលក្នុងដែនរដ្ឋបាលកូសាំងស៊ីនបាទអាចថាឈឺចាប់មួយរឿងមួយដែលឈឺចាប់បាទនៅឆ្នាំហ្នឹងដែលដាក់បញ្ចូលកោះត្រល់យើងណាបាទហើយចុងក្រោយគឺថ្ងៃទី4មិថុនាឆ្នាំ1949បារាំងបានកាត់ដែនដីកូសាំងស៊ីនកម្ពុជាក្រោមឲ្យទៅរដ្ឋអំណាចបាវដៃបាទឬក៏វៀតណាមនឹងឯងបាទហើយនឹងទិដ្ឋភាពផ្សេងទៀតដែលយើងអាចដាក់បានក៏ដាក់មកណាអញ្ចឹងប្រហែលចំណុចនេះគឺជាចំណុចវិជ្ជមាននិងអវិជ្ជមានរបស់បារាំងដែលធ្វើអាណាព្យាបាលដាក់អាណានិគមណានៅលើប្រទេសកម្ពុជាបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅសេតាមនឹងមករៀបរាប់តាមនឹងមកបាទបើសិនជាចាំហើយទៅសេបានគ្រប់ចំណុចគឺបន្ទុកដឹងតែពេញហើយបើសិនជាចេញសំណួរទាំងអស់ហ្នឹងបាទគឺសង្ឃឹមខ្ពស់មែនតើអូខេអញ្ចឹងសម្រាប់វីដេអូនេះអត់មានន័យច្រើនទេមានតែប៉ុណ្្នឹងសម្រាប់អ្នកទាំងអស់គ្នាយកដើម្បីទៅធ្វើការសិក្សាស្រាវជ្រាវបន្ថែមហើយកុំភ្លេចព្យាយាមអានសភៅឲ្យបានច្រើនណាកុំព្យាយាមចំណាយពេលវេលាទៅលើរឿងដែលយើងគិតថាវាគ្មានប្រយោជន៍សម្រាប់យើងខ្ញុំនិយាយនេះសំដៅថាពេលវេលាអត់ចាំយើងទេបើយើងអត់ចេះគ្រប់គ្រងខ្លួនឯងយើងអត់ចេះដាក់គោលដៅខ្លួនឯងហើយយើងអត់ធ្វើសកម្មភាពដើម្បីសម្រេចគោលដៅអាហ្នឹងគឺអត់មានអ្នកណាអាចជួយយើងបានទេណាត្រូវចាំកន្លែងនេះហើយបងប្អូនម្ដាយឪពុកគឺលោករំពឹងខ្ពស់ណាស់ទៅលើយើងណាទៅលើការប្រឡងរបស់យើងនេះឯងគឺរៀនរយៈពេល12ឆ្នាំមិនមែនថាកំណត់ជោគវាសនាទេប៉ុន្តែការសិក្សារៀនសូត្រទៅតែមានការបញ្ជាក់អញ្ចឹងការទទួលបានសញ្ញាបត្រនេះគឺជាចំណុចមួយដែលល្អមែនតើបើថាយើងមិនបាននិទេសល្អជូនគាត់ទេយ៉ាងហោចណាស់ក៏យើងមិនឲ្យធ្លាក់បាទដើម្បីកុំឲ្យគាត់នឹងដូចថា
ខ្មាស់គេនៅក្នុងភូមិណានេះយើងនិយាយជាក់ស្ដែងគឺបែបហ្នឹងបើថាមិនបានទេសល្អដល់ AB ទេក៏យើងបានតែមកជាប់ដែរបាទដើម្បីជាការលើកទឹកចិត្តសម្រាប់ពួកគាត់បាទអញ្ចឹងអរគុណយើងនឹងជួបគ្នានៅវីដេអូបន្ទាប់បាទ